ធម្មតាទេគ្រួសារបែកបាក់លារហូតមិនស្រួលទេបើលាត្រឹមតែមកទៅមួយឆ្នាំពីរឆ្នាំមកវិញខ្លះទៅបេសកកម្មក្រៅប្រទេសទៅធ្វើការក្រៅប្រទេស 4-5 ឆ្នាំមកវិញរឿងមួយតែនេះលារហូតអ្នកខ្លះកូនខ្ចីអ្នកខ្លះទៅខ្វះនេះគឺជាការលះបង់ធំធេងណាស់របស់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថរបស់យើងរួមទាំងការលះបង់របស់គ្រួសារដែលគ្រប់គ្រងឲ្យប្តីសុខចិត្តការពារទឹកដីរបស់យើងតែក្នុងនាមជាមេដឹកនាំខ្ញុំជឿថាកម្ពុជា7-10លាននាក់គ្មានពីណាលុតជង្គង់កាត់ដីឲ្យគេទេ10-20 ឆ្នាំទៀត30លាននាក់50លាននាក់ប្រជាជនយើងនឹងកើតគឺយើងចង់បានតែការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្ត្រហើយខ្ញុំជឿថាបើជំរឿសធំបំផុតគឺវិធីសាស្ត្រដែលមិនបង្ហូរឈាមដោះស្រាយទៅឲ្យបានយូរហើយរាជរដ្ឋាភិបាលបានស្ដាប់ឮគ្រួសារខ្ញុំចង់ទៅជួបអតីតយុទ្ធជនជួបប្រពន្ធរបស់គាត់ជឿចាប់បាត់ប្តីរបស់គាត់ខឹងប៉ុន្តែសួរគាត់ថាចង់ឲ្យវាយគ្នាគាត់ថាអត់ចង់ទេអត់ចង់ឲ្យអ្នកផ្សេងប្រពន្ធអ្នកផ្សេងត្រូវឆ្លងកាត់ដូចគាត់ណាក៏អត់ចង់ឃើញកូនផ្សេងវាទៅខូចចិត្តដោយកូនគាត់ដែលបាត់ឪពុកតាំងពីក្មេងអញ្ចឹងនេះគឺជាការដោះស្រាយទឹកដីយើងត្រូវការពារតែយើងត្រូវការពារប្រជាជនយើងដែរយើងមិនមែនខ្លាចនោះទេតែបើសិនជាមានជំរឿសការពារក្រៅពីវាយគ្នាយើងនឹងជ្រើសអានោះហើយខ្ញុំបញ្ជាក់ម្ដងទៀតទោះបីជាការចរចាតាមផ្លូវច្បាប់ផ្លូវការទូតដើម្បីទាញមកវិញនៅសិទ្ធិស្របច្បាប់ដែលអធិបតេយ្យជាស្របច្បាប់របស់យើងទោះបីជានៅសល់ 1% នៅក្នុងការដោះស្រាយតាមរយៈនេះក៏ដោយយើងត្រូវតែប្រកាន់យកជំហរនេះឲ្យអស់លទ្ធភាពដើម្បីជៀសវាងការប្រកាន់